ទីមួយយើងក៏សម្គាល់នៅឃើញនៅក្នុងសន្ទរកថារបស់លោកហ៊ុនម៉ាណែតដែលខ្ញុំបានស្ដាប់យកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍របស់គាត់នៅក្នុងមហាសន្និបាតនេះគឺគាត់បាននិយាយអំពីការបដិញ្ញាចិត្តរបស់ប្រទេសកម្ពុជារបស់រដ្ឋាភិបាលប្រទេសកម្ពុជាតាក់ទងជាមួយនឹងការការពារជលផលការពារសមុទ្រការពារកុំឲ្យមានបរិស្ថានថង់ប្លាស្ទិកស្អីជាដើមឡាក់ហ្នឹងគឺលោកបាននិយាយថាសមុទ្រមិនមានមាត់នឹងនិយាយទេសមុទ្រត្រូវការយើងទាំងអស់គ្នានឹងចូលរួមនៅក្នុងការការពារល្អណាស់បើសិនយើងស្ដាប់នៅសន្ទរកថារបស់គាត់គឺពិតជាមានន័យនៅក្នុងអត្ថន័យនេះប៉ុន្តែចំណុចមួយដែលលោកហ៊ុនម៉ាណែតគាត់អត់បានធ្វើហើយគាត់ភ្លេចហើយគាត់មិនព្រមធ្វើគឺសមុទ្ររបស់កម្ពុជាដែលរងនៅការគម្រាមកំហែងរំលោភឈ្លានពានពីបរទេសហ្នឹងគឺគាត់អត់បានធ្វើការពារសមុទ្ររបស់យើងទេពិតណាស់ថាសមុទ្រមិនមានមាត់នៅក្នុងការទៀមទីឲ្យលោកហ៊ុនម៉ាណែតឲ្យមានដឹកនាំខ្មែរនឹងការពារសមុទ្ររបស់ខ្លួនដែលគាត់កំពុងតែរងបានគាត់កំពុងតែត្រូវបានរងនៅការរំលោភឈ្លានពានពីម្ខាងផ្នែកខាងប្រទេសវៀតណាមម្ខាងទៀតផ្នែកខាងប្រទេសថៃខាងប្រទេសវៀតណាមគឺគេរំលោភយកដែនសមុទ្ររបស់ខ្មែរនឹងកោះត្រល់ហើយខាងវៀតណាមខាងថៃគេរំលោភយកកោះគុតដែនសមុទ្រខ្មែរផ្នែកខាងកោះគុតអញ្ចឹងការអំពាវនាវបដិញ្ញាចិត្តរបស់លោកហ៊ុនម៉ាណែតដែលគាត់បដិញ្ញាចិត្តថានឹងការពារសមុទ្រហ្នឹងគឺគាត់ភ្លេចការពារសមុទ្ររបស់កម្ពុជាអានឹងជាចំណុចមួយដែលខ្ញុំចង់លើកមកបញ្យល់បងប្អូនថ្ងៃនេះហើយសមុទ្ររបស់កម្ពុជានឹងគាត់អត់មានមាត់ដើម្បីទាមទារឲ្យមានដឹកនាំខ្មែរយើងនឹងការពារគាត់មែនប៉ុន្តែប្រជាពលរដ្ឋខ្មែរដែល17លានអ្នកនេះគាត់មិនមែនជាមនុស្សគោមនុស្សថ្លង់មិនបានទាមទារទេគាត់បានស្រែកទាមទារឲ្យលោកហ៊ុនម៉ាណែតនឹងការពារសមុទ្ររបស់ខ្មែរគាត់បានទាមទារឲ្យលោកហ៊ុនម៉ាណែតនឹងផ្ដល់នៅបច្ចាប័នដើម្បី UN close នឹងដើម្បីការពារសមុទ្ររបស់ខ្មែរប៉ុន្តែលោកហ៊ុនម៉ាណែតមកដល់ពេលនេះលោកហ៊ុនសែនមកដល់ពេលនេះអត់ទាន់បានបញ្ជាក់អត់ទាន់បានធ្វើសកម្មភាពអីដើម្បីការពារសមុទ្ររបស់យើងទេអាហ្នឹងជាចំណុចមួយដែលគាត់លោកហ៊ុនសែនហ៊ុនម៉ាណែតធ្វើថ្លង់គាត់និយាយថាសមុទ្រអន្តរជាតិសមុទ្រពិភពលោកមិនមានមាត់និយាយដើម្បីឲ្យពិភពលោកនឹងជួយការពារទេតែពិភពលោកត្រូវការនាំគ្នារួមគ្នាជួយការពារសមុទ្រពិភពលោកប៉ុន្តែគាត់អត់បានការពារសមុទ្រខ្លួនឯងសមុទ្ររបស់ប្រទេសកម្ពុជាគាត់អត់បានការពារទេអាហ្នឹងហើយជាចំណុចមួយដែលខ្ញុំថ្ងៃនេះខ្ញុំចូលរួមមកបកស្រាយហើយឲ្យប្រជាពលរដ្ឋខ្មែរនឹងធ្វើការជំរុញលោកហ៊ុនម៉ាណែតកុំនៅស្ងៀមឯសោះបើបងប្អូនប្រជាពលរដ្ឋខ្មែរនៅស្ងៀមគឺរឿងអ្វីៗវានឹងមិនរុលទៅមុខទេអញ្ចឹងនេះខ្ញុំចង់និយាយបកស្រាយចំណុចនេះឲ្យចង់ឲ្យបងប្អូនជនរួមជាតិនឹងជួយ like share វីដេអូនេះផងហ្នឹងអាហ្នឹងចំណុចទី1ចំណុចទី2ខ្ញុំចង់ចូលមកតាក់ទងជាមួយនឹងបារាំងសន្យាធានាផ្ដល់នៅឯកសារដើម្បីឲ្យកម្ពុជាយើងនឹងឯកសារគាត់បារាំងគាត់សន្យាផ្ដល់ទាំងកម្ពុជាគាត់សន្យាផ្ដល់ទាំងថៃតាមពិតថៃគេបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់គេមកមុនប្រទេសកម្ពុជាយើងទៀតមកមុនប្រទេសកម្ពុជាហើយជួបនឹងលោកអេម៉ានូអែលម៉ាក្រុងហើយគេបានសិក្សាឯកសារមួយចំនួនបន្ទាប់ពីជួបហើយគេក៏បានចេញសេចក្តីថ្លែងការណ៍ថាគេការដែលដាក់ប្តឹងរបស់កម្ពុជាទៅ ICJ គឺជាសិទ្ធិរបស់ប្រទេសកម្ពុជាប៉ុន្តែខាងថៃគេមិនប្តឹងទេហើយគេក៏មិនទទួលស្គាល់យុត្ថាធិការរបស់តុលាការ ICJ ដែរចំណុចនេះគឺប្រហែលជាខាងថៃគេបានសិក្សាឯកសារដែលបារាំងប្រគល់ឲ្យគេដឹងថាគេចាញ់អញ្ចឹងបានគេចេញសេចក្តីថ្លែងការណ៍មុនដែលលោកហ៊ុនម៉ាណែតបានមកដល់ប្រទេសបារាំងទៀតតាក់ទងជាមួយការផ្ដល់ឯកសារនេះខ្ញុំវិលមកវិញមិនមែនជាថ្មីទេរឿងការដែលបារាំងផ្ដល់ផ្លូវផ្ដល់ឯកសារឲ្យដើម្បីជួយទៅការពារតាក់ទងជាមួយចំនួនរវាងកម្ពុជានិងប្រទេសជិតខាងនេះគឺមានគ្រប់ប្រធានាធិបតីបារាំងមុនមកក៏បានសន្យាដែរខ្ញុំលើកទី1គឺជាក់ស្ដែងគឺលោកអតីតប្រធានាធិបតីបារាំងលោកហ្វ្រង់ស៊ွာហូឡង់គាត់បានសរសេរសម្បត្តិឆ្លើយទៅលោកហ៊ុនសែននៅពេលដែលកម្ពុជាយើងមានចំនួនព្រំដែនរវាងខ្មែរហើយនិងវៀតណាមនៅក្នុងឆ្នាំ2015ពេលនោះសមាជិកសភារបស់គណៈបក្សសង្គ្រោះជាតិទាំង55កៅអីនៅក្នុងសភាបានធ្វើការតទល់គ្នាយ៉ាងខ្លាំងថាមិនព្រមឲ្យយកផែនទីដែលវាស់វែងព្រំដែននេះដោយសារផែនទីនឹងយកផែនទីរបស់វៀតណាមដែលជាអ្នកគូសវៀតណាមដែលជាអ្នកធ្វើនឹងផលិតនឹងយកទៅគូសខណ្ឌសីមា
នៅក្នុងដែនដីកម្ពុជាវៀតណាមធ្វើឲ្យកម្ពុជាយើងនឹងបាត់បង់បូរណភាពទឹកដីអញ្ចឹងគណៈបកសង្គ្រោះជាតិនឹងសមាជិកសភាទាំងអស់នឹងនាំគ្នាបាតកម្មនាំគ្នាប្រតិកម្មប្រងព្រាតអញ្ចឹងលោកហ៊ុនសែនគាត់នៅមិនសុខគាត់បានសរសេរសម្បត្តិសិលិខិតមួយផ្ញើមកលោកប្រធានាធិបតីបារាំងលោកហ្វ្រង់សអឡង់ពេលនោះលោកហ្វ្រង់សអឡង់គាត់បានទទួលលិខិតរបស់លោកហ៊ុនសែនហើយគាត់ក៏បានឆ្លើយទៅវិញថាគាត់មានការរីករាយក្រៃលែងដែលប្រទេសកម្ពុជាយើងនឹងពឹងឲ្យបារាំងនឹងជួយដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសជិតខាងហើយបារាំងដែលធ្លាប់ជាអាណាព្យាបាលរបស់កម្ពុជានឹងបានបោះបង្គោលផ្នែកខាងកម្ពុជាទល់ដែនកម្ពុជាជាមួយនឹងវៀតណាមនឹងបាន124បង្គោលហើយបោះមើលផ្នែកខាងថៃកម្ពុជាថៃនឹងបានរហូតដល់73បង្គោលអញ្ចឹងបារាំងមានផែនទីដែលផលិតដោយ NGI នឹងគេហៅថាផែនទី National Geography Institute នឹងគឺបានប្រគល់ទៅឲ្យប្រទេសកម្ពុជាយើងតាមឯករដ្ឋទូតបារាំងប្រចាំទីក្រុងភ្នំពេញអញ្ចឹងខ្មែរយើងបានផែនទីទទួលផែនទីនឹងហើយចំណុចមួយទៀតលោកហ្វ្រង់សូឡង់គាត់បញ្ជាក់ថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនអ្នកឯកទេសផ្នែកខាងគូផែនទីអ្នកខាងវាស់វែងនឹងទៅជួយប្រទេសកម្ពុជាប្រសិនបើកម្ពុជាយើងសុំអានឹងចំណុចដែលប្រធានាធិបតីមុនគឺហ្វ្រង់សូឡង់ហើយចាប់ពីពេលនោះមកលោកហ៊ុនសែនគាត់យកឯកសារហ្នឹងយកផែនទីទៅលាក់ហើយគាត់បានកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរថាគាត់រកផែនទីអត់ឃើញទេផែនទីដែលសម្ដេចតាបានយកតម្កល់នៅក្នុងអង្គការសហប្រជាជាតិហ្នឹងគឺរកអត់ឃើញទេហើយគាត់ក៏នាំគ្នាបន្តយកផែនទីដែលយួនអ្នកគូយកទៅវាស់វិញព្រំដែនកម្ពុជាហើយនិងវៀតណាមហ្នឹងរហូតដល់មានចំនួនបាត់បង់ទឹកដីរហូតដល់បច្ចុប្បន្ននេះគឺលោកហ៊ុនសែនក៏អត់បានដើរតាមអ្វីដែលលោកប្រធានាធិបតីបារាំងហ្វ្រង់សូឡង់ហ្នឹងបានចង្អុលបង្ហាញទេអាហ្នឹងជាចំណុចទី1ហើយយើងវិលមកវិញតកតងនឹងរឿងនេះដែរឥឡូវចូលដល់លោកហ៊ុនម៉ាណែតម្ដងជាដល់កូនម្ដងដល់កូនក៏ដូចគ្នាកូនហ្នឹងឥឡូវដល់កូនហ្នឹងគឺឆ្នាំ2025នេះគឺមានចំនួនព្រំដែនរវាងខ្មែរជាមួយនឹងថៃហើយលោកហ៊ុនម៉ាណែតអញ្ជើញមកប្រទេសបារាំងបានសន្យាម្ដងទៀតលោកអ៊ីម៉ាណែលម៉ាក្រុងគាត់សន្យាថាអូខេបើកម្ពុជាត្រូវការបារាំងគឺបារាំងមានឯកសារទាំងអស់ព្រោះបារាំងជាអាណាព្យាបាលរបស់ប្រទេសកម្ពុជាហើយបានបោះបង្គោលព្រំដែនចំនួន63ហើយផែនទីដែលបារាំងមានគឺផែនទីឧបសម្ព័ន្ធបារាំងសៀមនៅឆ្នាំ1904និងឆ្នាំ1907អញ្ចឹងបើកម្ពុជាត្រូវការផែនទីដើម្បីយកមកដោះស្រាយបញ្ហាគឺបារាំងមានគ្រប់គ្រាន់ហើយជួយកម្ពុជាទៀតហើយសំណួរសួរថាតើកម្ពុជានឹងយកផែនទីយកឯកសារហ្នឹងទៅប្តឹងតុលាការ ICJ ដែរទេអានឹងយើងអត់ទាន់ដឹងទេនៅក្នុងដល់ដំណាក់កាលនេះណាយើងមើលឃើញថាដំណើរការនៃការយឺតយ៉ាវរបស់ប្រទេសថ្នាក់ដឹកនាំយើងគឺយឺតមែនទេដើរយឺតដូចជាដើរយឺតដូចជាអរិញខ្យងដំណើរខ្យងរហូតដល់ថ្ងៃនេះយើងទើបតែនឹងបង្កើតបានគណៈកម្មការដើម្បីរៀបចំឯកសារដើម្បីដំណត់ដល់ដំណាក់កាលយើងអត់ទាន់បានដាក់ពាក្យប្តឹងឡើយទេយើងទើបតែនឹងរៀបចំបាននៅគណៈកម្មការនៅឡើយទេអានឹងជាចំណុចទី1ដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរប្រជាពលរដ្ឋខ្មែរយើងនឹងកុំតែខ្លាំងពេកកុំខ្លាំងពេកត្រូវតែនាំគ្នាដាក់សម្ពាធដើម្បីឲ្យរដ្ឋាភិបាលនឹងធ្វើឲ្យដល់គោលដៅចំណុចនេះគឺជាចំណុចមួយដែលសំខាន់ហើយបារាំងបានគូសផ្លូវឲ្យលោកហ៊ុនម៉ាណែតហើយនឹងគណៈប្រតិភូនឹងដើរឲ្យកម្ពុជាយើងដើរគឺបារាំងមានធានាជួយផែនទីបារាំងធានាជួយអ្នកឯកទេសដើម្បីមកវាស់វែងបារាំងធានាគ្រប់បែបយ៉ាងហើយបើយើងដាក់ពាក្យប្តឹងគឺយើងឈ្នះ 100% ហើយចំណុចដែលយើងប្រជាពលរដ្ឋខ្មែរដែលមានចម្ងល់ហើយមានការព្រួយបារម្ភនោះគឺព្រួយបារម្ភថារដ្ឋាភិបាលខ្មែរយើងនេះមានសេចក្តីក្លាហាននៅក្នុងការដាក់ពាក្យប្តឹងដែរឬទេហើយដាក់ពាក្យប្តឹងនឹងទៀតសោតយើងមើលឃើញលោកហ៊ុនម៉ាណែតនឹងដាក់ពាក្យប្តឹងតែ4ចំណុចទេតាក់ទងជាមួយនឹងប្រាសាទតំបន់តូចប្រាសាទតំបន់ធំប្រាសាទតាក្របីហើយនឹងតំបន់មុំ3ប៉ុន្តែយើងមានកោះគុតហើយនៅតំបន់ត្រួតស៊ីគ្នាមួយទៀតដែលយើងត្រូវដាក់ចូលនៅក្នុងពាក្យបណ្ដឹងដើម្បីឲ្យតុលាការយុត្តិធម៌អន្តរជាតិនេះបកស្រាយឲ្យបានព្រាលច្បាស់ដើម្បីបញ្ចប់ចំនួនរវាងខ្មែរហើយនិងថៃអានឹងជាចំណុចសំខាន់ដែលខ្មែរយើងត្រូវតែនាំគ្នាប្រជាពលរដ្ឋខ្មែរត្រូវតែទៀមទីអានឹងជាចំណុចគឺជាឱកាសមាសឱកាសប្រាក់ហើយដែលមិនដែលមានខ្ញុំរំភើបមែនទេនៅពេលដែលឃើញថាមានដំណោះខ្មែរមកដល់ប្រទេសបារាំងហើយគាត់នឹងមកជួបនៅក្នុងមកជួបប្រធានាធិបតីបារាំងខ្ញុំគិតថាខ្ញុំសង្ឃឹមខ្ញុំគិតថាពួកគាត់អាចនឹងលើករឿងនឹងយកមកជជែកគ្នាហើយបារាំងនឹងអាចជួយតាមពិតដូចអ្វីដែលខ្ញុំបានគិតមែនហើយយើងនៅក្នុងនាមជាអ្នកប្រជាធិបតេយ្យហើយសាខាសង្គ្រោះជាតិក្នុងប្រទេសបារាំងក៏បានធ្វើញត្តិមួយផ្ញើទៅលោកអ៊ីម៉ាណែលម៉ាក្រុងដើម្បីឲ្យគាត់រំលឹកលោកហ៊ុនម៉ាណែតនឹងអំពីយុទ្ធាធិការតុលាការអន្តរជាតិដើម្បីឲ្យគាត់រំលឹកនៅយកអាវុធទាំង3ប្រភេទហ្នឹងដើម្បីយកទៅការពារបូរណភាពទឹកដីអញ្ចឹងអ្វីដែលយើងបានធ្វើហ្នឹងគឺ
អ្វីគឺចេញមកដូចអ្នកប្រជាធិបតេយ្យបានគិតហើយដូចអ្នកប្រជាធិបតេយ្យបានស្នើសុំមែនចំណុចទី3ដែលខ្ញុំចង់ទៅជែកតាក់ទងជាមួយនឹងមកចូលរួមសន្និសីទសមុទ្ររបស់អង្គការសហប្រជាជាតិតើលោកហ៊ុនម៉ាណែតនឹងគាត់បានទទួលនៅជោគជ័យអ្វីខ្លះខ្ញុំអានសេចក្តីថ្លែងការណ៍របាយការណ៍ដែលកំណត់ហេតុដែលខាងគណៈបកប្រជាជនបានទៅសេរហូតដល់ជាង10ទំព័រប៉ុន្តែខ្ញុំសរុបមកវិញតែ2-3ម៉ាត់ទេដើម្បីឲ្យបងប្អូនយល់ថាវាខ្ញុំអានឡើងផ្សារភ្នែកយកមិញខ្ញុំអានឡើងផ្សារភ្នែកព្រោះវាច្រើនពេករហូតដល់ជាង10ទំព័រហើយអត្ថន័យខ្លឹមសារដែលទទួលបានគឺខ្លីតែ3-4 paragraph ទេ3-4បន្ទាត់ទេទី1លោកហ៊ុនម៉ាណែតបានចូលរួមនៅក្នុងសន្និសីទសមុទ្រអង្គការសហប្រជាជាតិលើកទី3គេហៅថា UNOC 3 UNOC 3ហ្នឹងអញ្ចឹងគាត់បានចូលរួមគឺអាហ្នឹងជាកិត្តិយសមួយដែលគាត់បានចូលរួមប៉ុន្តែចំណុចទី2គាត់បានជួបជាមួយនឹងមន្ត្រីមួយចំនួនដូចជាអ្នកស្រី Van der Leyen ដែលជាប្រធានរបស់អឺរ៉ុបហើយនឹងអនុប្រធានរបស់អឺរ៉ុបផងដែរលោក Costa ជាដើមដាក់នេះគាត់បានជួបជាមួយនឹងអឺរ៉ុបសហភាពអឺរ៉ុបប៉ុន្តែសហភាពអឺរ៉ុបបានត្រឹមតែនិយាយជាភាសាការទូតថានឹងរក្សាទំនាក់ទំនងជាមួយកម្ពុជាល្អហើយជំរុញលើកទឹកចិត្តឲ្យកម្ពុជានឹងធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ចល្អដោយពឹងផ្អែកទៅលើការគោរពសិទ្ធិមនុស្សហើយនឹងលទ្ធិប្រជាធិបតេយ្យហើយនឹងសេរីភាពនៅក្នុងប្រទេសកម្ពុជាអញ្ចឹងអឺរ៉ុបនឹងគេទៅជួបគេនឹងគឺគេនិយាយភាសាដដែលគឺគេនិយាយភាសាឲ្យយើងនឹងកម្ពុជាយើងនឹងបើកលំហលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ប្រជាពលរដ្ឋដើម្បីទទួលបានការអនុគ្រោះEBA អីជាដាក់អញ្ចឹងខ្ញុំសរុបមកវិញក្នុងចំណុចនេះខ្ញុំសរុបវិញប្រសិនបើលោកហ៊ុនម៉ាណែតគាត់ទទួលបានជោគជ័យជាមួយនឹងសហភាពអឺរ៉ុបណាគឺអឺរ៉ុបនឹងផ្ដល់ឲ្យការអនុគ្រោះពន្ធដែលអឺរ៉ុបបានដក 20% អញ្ចឹងនៅពេលដែលអឺរ៉ុបមិនបានប្រកល់ឲ្យវិញមានន័យថាជំនួបរវាងលោកហ៊ុនម៉ាណែតជាមួយនឹងអឺរ៉ុបសហភាពអឺរ៉ុបនេះគឺមិនបានទទួលជោគជ័យទេបើបានទទួលជោគជ័យយើងឃើញតែគាត់ឲ្យ GSP ហើយនឹងជួយឲ្យ EBA មកកម្ពុជាវិញហើយអញ្ចឹងនេះចំណុចដែលសំខាន់តង់តែរឿងផ្សេងទៀតគាត់បានមកជួបមន្ត្រីមួយចំនួនជួបនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនហ្នឹងអាហ្នឹងគឺជារឿងធម្មតាទេយើងជួបថតរូបអីហ្នឹងគឺបើសរុបសេចក្តីមកគាត់បានធ្វើការថតរូបច្រើនជាមួយនឹងបណ្ដាប្រទេសនានាប៉ុន្តែលទ្ធផលគឺមិនមានបានដុំកំភួននេះទេជាមួយនឹងប្រទេសបារាំងគឺបារាំងបានពឹងពាក់ហើយនឹងគូគំនូសគូផ្លូវឲ្យកម្ពុជាដែរមានន័យថាការដែលបារាំងគូផ្លូវឲ្យកម្ពុជាដែរហ្នឹងមិនមែនជាលើកទី1ទេមិនមែនជាលើកទី1ទេដែលបារាំងបានគូសឲ្យផ្លូវឲ្យកម្ពុជាដែរហើយនឹងចង់រក្សាទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រទេសកម្ពុជាហើយជាដៃគូទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាបារាំងបានធ្វើមិនមែនថ្មីទេធ្វើតាំងពីឆ្នាំ1991ឆ្នាំ1991បារាំងបានគូសផ្លូវឲ្យកម្ពុជាដែរឲ្យកម្ពុជានឹងដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យឲ្យប្រទេសកម្ពុជានឹងមានបូរណភាពទឹកដីឲ្យប្រទេសកម្ពុជានឹងទទួលបាននៅឯករាជ្យឲ្យប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍរហូតដល់ប្រទេសហត្ថលេខីទាំង18នឹងជួយប្រទេសកម្ពុជាអស់លុយរាប់ពាន់លានដុល្លារដើម្បីកសាងប្រទេសកម្ពុជាប៉ុន្តែរហូតមកដល់ថ្ងៃនេះលោកហ៊ុនសែនគាត់អត់បានដើរតាមផ្លូវដែលបារាំងបានគូឲ្យទេគាត់ដើរតាមផ្លូវចិនគាត់ដើរតាមផ្លូវយួនគាត់ដើរតាមផ្លូវលទ្ធិកុម្មុយនីសផ្ដាច់ការរហូតដល់ប្រទេសកម្ពុជាយើងនឹងគេត្រូវបានដាក់ប្រទេសកម្ពុជានឹងខ្លាយទៅជាមជ្ឈមណ្ឌលក្រមអក្រិតកម្មឆបោកអានឹងជាផ្លូវមួយដែលលោកហ៊ុនសែននឹងគាត់អត់បានដែរឥឡូវវិលមកកូនវិញលោកហ៊ុនម៉ាណែតវិញតែលោកហ៊ុនម៉ាណែតនឹងដើរតាមផ្លូវដែលបារាំងបានគូទេឆ្នាំ2025នេះយើងនឹងសង្កេតមើលទាំងអស់គ្នាផ្លូវដែលបារាំងបានដាក់ឲ្យគឺផ្លូវលទ្ធិប្រជាធិបតេយ្យផ្លូវដែលដូចដែលបានរៀបរាប់ពីមុនមកផ្លូវលទ្ធិប្រជាធិបតេយ្យទី1ផ្លូវដែលបារាំងគូឲ្យទី2គឺឲ្យកម្ពុជានឹងបើកលំហលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សហើយយកសន្ធិសញ្ញាទីក្រុងប៉ារីសយកអនុវត្តដើម្បីឲ្យកម្ពុជានឹងទទួលបាននូវភាពរុងរឿងអានឹងផ្លូវទី2ចំណុចមួយទៀតដែលបារាំងបានគូបញ្ជាក់គឺតាក់ទងជាមួយនឹងការប្តឹងទៅ ICJ បារាំងបានបើកផ្លូវឲ្យបារាំងបានបង្ហាញអំពីឯកសារបារាំងបានធានានឹងជួយកម្ពុជាផ្ដល់ឯកសារគ្រប់បែបយ៉ាងដើម្បីឲ្យកម្ពុជានឹងឈ្នះលើផ្លូវដោះស្រាយបញ្ហាដោយយកយន្តការអន្តរជាតិទៅដោះស្រាយអានឹងជាផ្លូវដែលបារាំងបានចង្អុលបង្ហាញឲ្យលោកហ៊ុនម៉ាណែតហើយនឹងគណៈបកប្រជាជននឹងដែរប៉ុន្តែ
សួរថាតើលោកហ៊ុនម៉ាណែតហ្នឹងដើរតាមឬមិនដើរតាមអានឹងយើងអត់ដឹងទេប៉ុន្តែបារាំងបានចង្អុលបង្ហាញហើយអានឹងជាផ្លូវមួយទៀតជាចំណុចមួយទៀតដែលបារាំងបានចង្អុលចំណុចទី3ដែលបារាំងបានចង្អុលគឺចំណុចដែលការពារដែនសមុទ្ររបស់ប្រទេសកម្ពុជាបារាំងបានចង្អុលបង្ហាញទៀតតាំងពីលោក Jacques Pelé ដែលនៅក្នុងជាស្ថានទូតឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាគាត់បានចង្អុលបង្ហាញហើយជំនួសព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសជិតខាងគឺកម្ពុជាត្រូវតែចូលជាសមាជិករបស់អង្គការ UN ខ្លួនត្រូវផ្ដល់បច្ចាប័នដើម្បីឲ្យមានភាពស្របច្បាប់ដើម្បីឲ្យខ្លាយទៅជាច្បាប់មួយការពារបូរណភាពទឹកដីបានបារាំងបានចង្អុលបង្ហាញហើយលោកហ៊ុនម៉ាណែតក៏បានដឹងលោកហ៊ុនសែនក៏បានដឹងឥឡូវលោកអេម៉ានូអែលម៉ាក្រុងហ្នឹងក៏បានរំលឹកទៀតឲ្យបារាំងឲ្យកម្ពុជាហ្នឹងផ្ដល់បច្ចាប័នលេខច្បាប់សមុទ្រឲ្យបានប្រញាប់ដើម្បីអាចការពារបូរណភាពទឹកដីបានហើយអានឹងជាប្លង់មួយជាយុទ្ធសាស្ត្រមួយដែលបារាំងចង្អុលបង្ហាញបារាំងចង្អុលបង្ហាញចំណុចទី4គឺបារាំងចង្អុលបង្ហាញឲ្យប្រទេសកម្ពុជាឲ្យលោកហ៊ុនម៉ាណែតហ្នឹងដើម្បីរក្សាទំនាក់ទំនងល្អស៊ីជម្រៅជាមួយនឹងប្រទេសកម្ពុជាណាត្រូវតែចាប់អក្រិតជនដែលបានសម្លាប់លោកលឹមគឹមយ៉ាខ្មែរសមាជិកតំណាងរាស្ត្រខ្មែរសញ្ជាតិបារាំងដែលបានស្លាប់នៅក្នុងទីក្រុងបាងកកថ្ងៃទី4ខែទី7ខែមករាឆ្នាំ2005កន្លងទៅត្រូវតែចាប់ឃាតករដែលនៅពីក្រោយការសម្លាប់លោកលឹមគឹមយ៉ានេះយកមកផ្ដន់ទាទូដើម្បីឲ្យប្រទេសកម្ពុជាយើងនេះប្រជាពលរដ្ឋខ្មែរនេះមានការផ្សះផ្សាជាតិឡើងវិញហើយនឹងរួមកម្លាំងគ្នាដើម្បីប្រឆាំងជាមួយនឹងសត្រូវរួមអានឹងគឺជាផ្លូវទី4ដែលលោកអេម៉ានូអែលម៉ាក្រុងបានចង្អុលបង្ហាញលោកហ៊ុនម៉ាណែតហើយផ្លូវដែលលោកអេម៉ានូអែលម៉ាក្រុងបង្ហាញនេះណាគឺជាផ្លូវដែលសាខាគណៈបកសង្គ្រោះជាតិបានធ្វើញត្តិផ្ញើទៅឲ្យលោកអេម៉ានូអែលម៉ាក្រុងមុនពេលដែលលោកអេម៉ានូអែលម៉ាក្រុងបានជួបជាមួយលោកហ៊ុនម៉ាណែតថ្ងៃទី9ថ្ងៃទី10ថ្ងៃទី11អញ្ចឹងបងប្អូនឃើញហើយយើងមានសង្ឃឹមថាលោកហ៊ុនម៉ាណែតនឹងគាត់មិនធ្វើដោយឪពុកទេគាត់នឹងធ្វើដោយគាត់នឹងដោយយុទ្ធសាស្ត្រដើម្បីដើរតាមផ្លូវដែលបារាំងបានចង្អុលបង្ហាញបើសិនតែលោកហ៊ុនម៉ាណែតអត់ដើរតាមអ្វីដែលលោកអេម៉ានូអែលក្រុងបានចង្អុលបង្ហាញណាសម័យមុនសម័យឪពុកគាត់លោកហ៊ុនសែនគាត់មិនដើរតាមអ្វីដែលបារាំងបានចង្អុលបង្ហាញលោកFrançois Hollandeចង្អុលបង្ហាញឲ្យយកផែនទីយកទៅវាស់ឲ្យប្រែច្បាប់ដែលសន្ធិសញ្ញាទីក្រុងប៉ាមៀនយកទៅអនុវត្តគាត់មិនធ្វើតាមធ្វើឲ្យខ្មែរបាត់កោះត្រល់បាត់ដែនដីដែនទឹកមួយចំនួននៅក្នុងប្រទេសកម្ពុជាហើយជាដែនលោកហ៊ុនម៉ាណែតលោកអេម៉ានូអែលម៉ាក្រុងបានចង្អុលបង្ហាញផ្លូវទៀតឲ្យប្តឹងទៅតុលាការ ICJ ឲ្យយកឯកសារដែលបារាំងមានសន្ធិសញ្ញាឧបសម្ព័ន្ធបារាំងសៀមឆ្នាំ1404និងឆ្នាំ1907យកទៅប្តឹងតុលាការ ICJ ហើយវាស់វែងព្រំដែនប្រសិនបើលោកហ៊ុនម៉ាណែតអត់ដើរតាមលោកហ៊ុនម៉ាណែតនឹងបាត់កោះគុជអញ្ចឹងមានន័យថាបើបាត់ឪធ្វើឲ្យបាត់កោះត្រល់ដោយសារតែមិនដើរតាមបារាំងកូនមិនដើរតាមបារាំងទៀតធ្វើឲ្យបាត់កោះគុជមួយទៀតអានឹងលោកហ៊ុនម៉ាណែតជាអ្នកទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងបាទខ្ញុំសង្កេតខ្លីត្រឹមហ្នឹងហើយខ្ញុំចង់វិលមករឿងភាពជោគជ័យនិងមិនជោគជ័យរបស់ដំណើរទស្សនកិច្ចឬក៏ដំណើរការទូតរបស់ប្រទេសកម្ពុជាចំណុច2ដែលខ្ញុំចង់លើកខ្លីៗទី1គាត់បរាជ័យនៅក្នុងការចរចាពន្ធទៅអាមេរិកលោកប្រាក់សុខុនបានធ្វើដំណើរទៅអាមេរិកត្រឡប់មកវិញដែរទេអត់បានទទួលពន្ធទេសោះការចរចា4លើក2លើកគឺចរចាជាមួយនឹង Teleconference គឺដោយប្រយោលជាមួយនឹងអាមេរិកហើយនិងកម្ពុជា2លើកអត់បានជោគជ័យមួយលើកទៀតគឺទៅផ្ទាល់លោកប្រាក់សុខុនបាននាំប្រតិភូជិះកប៉ាល់ហោះទៅផ្ទាល់ដើម្បីធ្វើការចរចាអត់បានទទួលបានបរាជ័យឥឡូវខែនេះទៅម្ដងទៀតត្រឡប់មកវិញអត់ទទួលបានជោគជ័យទៀតអញ្ចឹងមានន័យថាការទូតរបស់លោកប្រាក់សុខុនគឺបរាជ័យទី1បរាជ័យទី2គឺមកសហភាពអឺរ៉ុបនេះមកអឺរ៉ុបនេះគឺជួបជាមួយនឹងប្រធានរបស់អឺរ៉ុបគណៈកម្មការអឺរ៉ុបប៉ុន្តែអត់ទទួលបាននៅការអនុគ្រោះពន្ធ EBA ហ្នឹង20%ដែលអឺរ៉ុបបានកាត់ហ្នឹងអត់ទទួលបានវិញទេអញ្ចឹងមានន័យថាគាត់បរាជ័យទី2អញ្ចឹងដំណើរការទូតរបស់លោកប្រាក់សុខុនគឺបរាជ័យទៅអាមេរិកក៏បរាជ័យមកអឺរ៉ុបក៏បរាជ័យអានេះខ្ញុំចង់សង្ខេបប៉ុណ្ណឹងខ្ញុំវិលមកវិញខ្លីតាក់ទងជាមួយនឹងមូលហេតុដែលបងប្អូនគាត់បានដាក់សំណួរសួរថាហេតុអីបានមិនឃើញគណៈបកសង្គ្រោះជាតិរៀបចំបាតកម្មប្រឆាំងជាមួយនឹងលោកហ៊ុនម៉ាណែតនៅពេលដែលគាត់មានវេទមាននៅក្នុងសន្និសីទសមុទ្រមហាសមុទ្រស្ដីពីមហាសមុទ្ររបស់អង្គការសហប្រជាជាតិលើកទី3បងប្អូនច្រើនណាស់បានដាក់សំណួរមកខ្ញុំសួរមកខ្ញុំហើយអ្នកខ្លះឆាតមកយ៉ាងទៅសួរនៅក្នុង inbox របស់ខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីយើងមានការប្រជុំគណៈកម្មការនយោបាយរបស់ប្រទេសបារាំងយើងសម្រេចចិត្តថាយើងដូរយុទ្ធសាស្ត្រ
ដោយយុទ្ធសាស្ត្រនេះមិនមែនថាយើងឈប់ប្រឆាំងគ្រប់គ្រងលោកហ៊ុនម៉ាណែតទេគឺយើងដោយយុទ្ធសាស្ត្រត្រង់ថានៅពេលដែលប្រទេសយើងកំពុងតែជួបប្រឈមមុខគ្នាជាមួយនឹងសត្រូវគឺសៀមដែលរំលោភឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាយើងចង់បង្ហាញថាខ្មែរយើងដែលនៅក្រៅប្រទេសណាខ្មែរយើងដែលជាគណៈបព្វឆាំងណាយើងមិនមែនប្រឆាំងផ្កាប់មុខប្រឆាំងដើម្បីបំផ្លាញប្រទេសជាតិយើងទេយើងចង់រក្សាកាយចង់បង្ហាញនៅកាយវិការថាយើងគឺគ្រប់គ្រងកងទ័ពរបស់យើងដែលនៅក្នុងជួរមុខដែលប្រឆាំងជាមួយសត្រូវយើងចង់បង្ហាញថាយើងជាខ្មែរយើងសាមគ្គីជាមួយខ្មែរគ្នាឯងយើងអត់ប្រឆាំងជាមួយខ្មែរគ្នាឯងផ្កាប់មុខទេអញ្ចឹងហើយបានយើងមិនបាតកម្មប្រឆាំងលោកហ៊ុនម៉ាណែតដើម្បីឲ្យរូបភាពអាក្រក់នេះដូចជារូបភាពរបស់ពួកគេហៅថាពួកថៃជ្រុលនិយមដើម្បីធ្វើបាតកម្មប្រឆាំងជាមួយក្រុមប្រឆាំងថៃយើងអត់មាននៅក្នុងប្រទេសបារាំងនៅក្នុងអ្នកប្រជាធិបតេយ្យមិនមែនជាក្រុមជ្រុលនិយមទេបើសូមបងប្អូនកែសម្រួលយើងជាអ្នកជាតិនិយមនៅពេលណាដែលជាតិយើងត្រូវការយើងគឺយើងលះបង់អ្វីទាំងអស់យើងទម្លាក់ចោលនៅនិន្នាការប្រឆាំងផ្សេងទៀតដែលយើងធ្លាប់តែធ្វើមកគឺយើងទម្លាក់ចោលគឺយើងចង់បានឲ្យសាមគ្គីភាពរវាងខ្មែរនិងខ្មែរដើម្បីដោះស្រាយបញ្ហាសត្រូវយើងតែមួយគឺបរទេសមិនមែនសត្រូវខ្មែរគ្នាឯងទេចំណុចនេះហើយដែលបងប្អូនឃើញខ្មែរយើងនៅក្នុងប្រទេសបារាំងអ្នកប្រជាធិបតេយ្យមិនបានទៅឈោបាតកម្មប្រឆាំងលោកហ៊ុនម៉ាណែតទី2គឺយើងចង់ទុកមុខទុកមាត់ឲ្យលោកហ៊ុនម៉ាណែតនៅក្នុងការចរចានៅក្នុងការស្វែងរកឯកសារជួបជាមួយនឹងប្រធានាធិបតីបារាំងឲ្យបានជោគជ័យគឺជាជោគជ័យរបស់ខ្មែរយើងទាំងអស់គ្នាមិនមែនជោគជ័យរបស់គណៈបកប្រជាជនមិនមែនជោគជ័យរបស់គណៈបកសង្គ្រោះជាតិគឺជោគជ័យរបស់ខ្មែរយើងទាំងមូលប្រសិនបើឯកសារបានដល់ដៃបើសិនបើយើងដាក់ពាក្យប្តឹងឲ្យយើងទទួលបានអ្វីដែលយើងចង់បានដោយប្រាសាទតាមមន់ទួយតាមមន់ធំប្រាសាទតាកបីវាលអិនទ្រីប្រាសាទស្តុកកក់ហើយនឹងកោះកុដអីជាដើមឡាបើសិនបើយើងបានអស់របស់ទាំងនោះគឺជាជោគជ័យមួយរបស់ខ្មែរយើងទូទាំងពិភពលោកជោគជ័យរបស់ជាតិយើងមិនមែនជោគជ័យរបស់គណៈបកណាមួយទេហើយខ្ញុំសូមអំពាវនាវឲ្យបងប្អូនថ្ងៃនេះថាឈប់ចោតប្រកាន់ខ្មែរគ្នាឯងថានេះក្បត់ជាតិថាអានោះនឹងគណៈបកប្រឆាំងផ្កាប់មុខក្រមជ្រុលនិយមអត់មានទេបងប្អូនឃើញហើយបងប្អូនឃើញនឹងភ្នែកហើយយើងអត់មានទៅធ្វើបាតកម្មប្រឆាំងជ្រុលនិយមជាមួយនឹងមេដឹកនាំខ្មែរយើងអត់ធ្វើទេអ្វីដែលយើងមើលឃើញថាខូចប៉ះពាល់ផលប្រយោជន៍ជាតិដែលឃើញខ្មែរយើងបែកបាក់យើងអត់ធ្វើទេគឺយើងធ្វើមានហេតុផលរបស់យើងដែលយើងធ្វើគឺយើងធ្វើដើម្បីឲ្យជាតិយើងរុងរឿងអញ្ចឹងហើយបានយើងបងប្អូនមិនឃើញខ្មែរនៅក្នុងប្រទេសបារាំងធ្វើបាតកម្មនេះគឺចម្លើយតែមួយគត់ទីមួយយើងមិនចង់បង្ហាញថៃថាយើងបែកបាក់គ្នាព្រោះនៅក្នុងគណៈបកប្រឆាំងថៃគេកំពុងតែធ្វើបាតកម្មប្រឆាំងគ្នាគេហើយខ្មែរយើងនៅក្នុងកលៈទេសៈនេះគឺយើងចង់បង្ហាញប្រជាពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេសទាហានកងទ័ពរបស់យើងថាយើងនៅជាមួយគាត់យើងច្បាំងជាមួយគាត់យើងគ្រប់គ្រងគាត់យើងលើកទឹកចិត្តគាត់អញ្ចឹងហើយបានយើងអត់ធ្វើបាតកម្មពេលដែលលោកហ៊ុនម៉ាណែតបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសបារាំងប្រហែលថ្ងៃខាងមុខនេះបាទអញ្ចឹងខ្ញុំថែមមួយចំណុចទៀតត្រង់តាក់ទងជាមួយនឹងការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ ICJ ខ្មែរយើងមានឯកសារគ្រប់គ្រាន់អស់ហើយប៉ុន្តែខ្មែរយើងធ្វើការយឺតយ៉ាវជាទីបំផុតខ្ញុំអាចនិយាយថាយឺតយ៉ាវយើងមើលឃើញមកដល់ពេលនេះយើងទើបតែនឹងបានរៀបចំគណៈកម្មការដើម្បីទទួលបន្ទុកនៅក្នុងការរៀបចំឯកសារទៅប្តឹងយើងទើបតែនឹងធ្វើបានមួយជំហានទូចទេបងប្អូនមួយជំហានទូចបំផុតហើយថៃគេបានដើរមុនយើងច្រើនណាស់គេដើរមុនយើងយ៉ាងម៉េចថៃគេបានមកដល់ទីក្រុងប៉ារីសហើយគេមើលឃើញឯកសារហ្នឹងវាមិនអំណោយផលដល់គេហួសទៅប្រទេសស៊ូអែតគេបានចោះកុងត្រាទិញយន្តហោះចម្បាំងដើម្បីទៅគម្រាមខ្មែរហើយផ្នែកខាងនៅក្នុងប្រទេសវិញយើងមើលឃើញកងទ័ពជើងទឹករបស់គេបានហៅយកសម្ព័ន្ធយោធាមកអង្គុយស្ដាប់របស់គេយកផែនទីคล้ายៗយកមកផ្សាយឲ្យបរទេសបានដឹងថាយើងនឹងកំពុងឈ្លានពានទឹកដីរបស់គេហើយអន្តរជាតិមួយចំនួនគេឆ្ងល់គេឆ្ងល់ហើយគេថាហេតុអីបានជាខ្មែរយើងជនរងគ្រោះតែយើងនេះរៀបចំឯកសារដើម្បីប្តឹងទៅតុលាការអន្តរជាតិប៉ុន្តែថៃដែលជាខ្មែរយើងដែលជារំលោភជាអ្នកថៃគេថាយើងរំលោភថៃរំលោភដីថៃយើងរំលោភគេបែរជាយើងអ្នករៀបឯកសារដើម្បីប្តឹងទៅតុលាការ ICJ ប៉ុន្តែថៃជាជនរងគ្រោះសោះបែរជាមិនចង់ទៅប្តឹងនៅតុលាការ ICJ អាហ្នឹងយើងគាត់ថាយើងសួរចម្ងល់ឆ្ងល់ប៉ុណ្ណឹងយើងដឹងថាចាថៃគេវាកំពុងតែរកល្បិចដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរហើយចំណុចនេះដែលខ្ញុំចង់បកស្រាយបំភ្លឺថែមចំណុចមួយខ្លីទៀតអានឹងគឺដូចគ្រឿងក្លែមគាត់ថាបាន
នៅពេលដែលខ្មែរយើងមានជួបបញ្ហាហើយសត្រូវមើងងាយប្រមាថមើងងាយយើងចឹងខ្មែរយើងត្រូវតែប្រកាន់អិរិយាបថតឹងរឹងហើយបង្ហាញនូវសាមគ្គីភាពយើងមើលឃើញចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺនៅពេលដែលអាមេរិកសម្លុតគម្រាមប្រទេសកាណាដាឲ្យដាក់ទណ្ឌកម្មកាណាដាមួយចំនួនកាណាដាបានឆ្លើយតបវិញយ៉ាងម៉េចកាណាដាធ្វើពហិការមិនទិញរបស់អាមេរិកមិនមកលេងនៅប្រទេសអាមេរិកហើយចាប់ពីពេលនឹងមកគឺពលានយន្តហោះស្ងាត់ឈឹងហើយទំនិញរបស់អាមេរិកចាប់ផ្ដើមធ្លាក់ចុះហើយធ្វើឲ្យអាមេរិកបាត់បង់ផលប្រយោជន៍ធំធេងមែនទែនហើយនៅក្នុងប្រទេសកម្ពុជាយើងដែលមានសង្គ្រាមជាមួយនឹងប្រទេសសៀមប្រទេសថៃនេះណាគឺសៀមមើងងាយខ្មែរយើងខ្លាំងមែនទែនខ្ញុំបានព័ត៌មានពីពលករខ្មែរយើងនៅថៃថាថៃអត់ចង់លក់បាយឲ្យខ្មែរយើងស៊ីទេបងប្អូនថៃវាមើងងាយខ្មែរដល់ចំណុចហ្នឹងណាថៃវាចូលទៅទាត់ធាក់ខ្មែរយើងនៅក្នុងបន្ទប់ខ្ញុំឈឺចាប់ខ្ញុំឈឺចាប់ព្រោះអីខ្ញុំបានធ្លាប់បានឈឺចាប់ពេលដែលខ្ញុំរត់ឆ្លងដែនពីប្រទេសកម្ពុជាមកចូលក្នុងជំរំមកដីថៃណាខ្ញុំឃើញថៃវាទាត់វាធាក់ខ្មែរវាធ្វើបាបខ្មែរដោយសត្វដេរឆានខ្ញុំអត់ទៅលេងស្រុកថៃជៀសវាងស្រុកថៃគឺខ្ញុំមិនជន់ដីស្រុកថៃសុកចិត្តបើកជិះយន្តហោះវៀងពីសម័យហ្នឹងខ្ញុំសុកចិត្តទៅជិះយន្តហោះទៅស្រុកយួនជិះយន្តហោះមកប្រទេសសិង្ហបុរីខ្ញុំអត់ជន់ដីថៃរហូតដល់លើកក្រោយដែលខ្ញុំគ្មានជំរឿដែលខ្ញុំត្រូវទៅធ្វើមាតុភូមិនិវត្តន៍ថ្ងៃ9វិច្ឆិកាខ្ញុំត្រូវទៅថៃក្រោយពីនឹងគឺខ្ញុំអត់ជន់ដីថៃដោយសារតែគឺខ្ញុំឈឺចាប់ពេលដែលខ្ញុំរងគ្រោះដោយសារថៃមើងងាយខ្មែរសម័យហ្នឹងអញ្ចឹងសម័យនេះឆ្នាំ2025នេះខ្ញុំសន្យាថាបើខ្ញុំមិនមានអីចាំបាច់ខ្ញុំមិនជន់ដីថៃចដាច់ខាតខ្ញុំសុខចិត្តបើកជិះយន្តហោះវិញប្រទេសសិង្ហបុរីយន្តហោះប្រទេសសិង្ហបុរីថ្លៃជាង400ខ្ញុំសុខចិត្តជិះយន្តហោះខុសប្រទេសសិង្ហបុរីថ្លៃជាងខ្ញុំអត់ជិះយន្តហោះថៃទេខ្ញុំអត់ជន់ដីថៃទេគឺនេះគឺការជិះចាប់របស់ខ្ញុំត្រូវបង្ហាញនៅគំនិតអ្នកជាតិនិយមខ្ញុំមិនមែនមនុស្សជ្រុលនិយមទេគំនិតអ្នកជាតិនិយមយើងមិនបាច់ចាំទៅធ្វើសង្គ្រាមឲ្យច្រើនទេប្រជាពលរដ្ឋខ្មែរមិនទិញរបស់ថៃមិនប្រើប្រាស់របស់ថៃពហិការតែប៉ុណ្្នឹងគឺថៃវានឹងដឹងខ្លួនហើយវាថាវានឹងឈប់ឆ្លើយដាក់ខ្មែរយើងវានឹងឈប់មើងងាយខ្មែរយើងបងប្អូនខ្មែរវាក្នុងเพจរបស់ថៃមួយអតីតរដ្ឋមន្ត្រីរបស់ថៃប្រមាថមើងងាយថាបង្ងាត់មើលប្រមាថមើងងាយខ្មែរថាខ្មែរនឹងជាសត្វដេរឆានជាពូជដេរឆានឈឺចាប់ណាបងប្អូនអាការឈឺចាប់នឹងហើយបានខ្ញុំថាស្អីដែលតំណែងដែលមានតែអក្សរតៃឈ្មោះថៃគឺខ្ញុំមិនប្រើចដាច់ខាតទោះបីតំណែងផ្សេងទៀតមានតម្លៃថៃគឺខ្ញុំសុខចិត្តប្រើសូមបើខ្ញុំអត់លឺខ្ញុំអត់ប្រើតែម្ដងមិនខ្វះទេតំណែងមកខ្មែរហើយប្រជាពលរដ្ឋខ្មែរដែលនៅក្នុងតាមជាដែនគាត់និយាយប្រាប់ហើយគាត់ថាបន្ទាប់ពីថៃបិទរបងជាដែនមកផ្លេតមកណាតំណែងរបស់ខ្មែរយើងនឹងចាប់ផ្ដើមមានតម្លៃហើយគាត់លក់បានអីវ៉ាន់លក់បានច្រើនអញ្ចឹងបងប្អូនទិញតំណែងខ្មែរយើងឲ្យមានគំនិតជាតិនិយមឡើងកុំឲ្យយើងស្អប់ថៃគេមើងងាយហើយយើងនៅតែប្រើរបស់គេបើប្រទេសណាដែលគេមើងងាយយើងត្រូវពហិការកុំទិញអានឹងហើយជាគំនិតជាតិនិយមមិនមែនជាគំនិតជ្រុលនិយមទេហើយកុំទៅជឿលោកហ៊ុនសែនថាអ្នកដែលនិយាយអញ្ចឹងគឺអ្នកដែលជ្រុលនិយមធ្វើឲ្យមានរើសអើងជាតិសាសន៍មិនមែនរើសអើងជាតិសាសន៍ទេគេធ្វើមកលើយើងមុនដោយអាមេរិកអញ្ចឹងធ្វើមកលើកាណាដាប្រទេសកាណាដាធ្វើត្រឡប់ទៅវិញឆ្លើយតបដោយមើងម៉ាត់ទៅវិញយើងមិនមែនជាសត្វធាតុឲ្យគេប្រមាថមើងងាយតាមចិត្តទេអានឹងហើយជាចំណុចសំខាន់ដែលបងប្អូនត្រូវតែធ្វើហើយប្រកាន់ជំហររបស់យើងកុំឲ្យខ្មែរងើបួយវាយមួយដល់ពេលពួកសៀមប្រហែលម្សិលមិញយើងឃើញដាក់បង្គោលដាក់ខ្សែលួសមកពត់យកដីរបស់ខ្មែរហើយខ្មែរយើងអត់ហ៊ានឆ្លើយតបជាមួយគេហើយគេកាន់តែបានចិត្តចេះតែរំលោភមកយកដីខ្មែរអាហ្នឹងណាខ្ញុំចង់និយាយអំពីស្ពេសិតរបស់បារាំងមួយអធិរាជរបស់ណាប៉ូឡេអុងអធិរាជណាប៉ូឡេអុងនិយាយថាម៉េចអធិរាជណាប៉ូឡេអុងនិយាយថាបើតបជាឆ្កែណាបើតបជាខ្លាបើមានតបជាខ្លាណាតែបើមេដឹកនាំនឹងជាឆ្កែណាតបនឹងច្បាំងដោយសត្វឆ្កែអញ្ចឹងប៉ុន្តែបើតបជាឆ្កែហើយមេដឹកនាំនឹងជាខ្លាណាគឺតបច្បាំងសាហាវដោយខ្លាអញ្ចឹងខ្មែរយើងណាខ្ញុំមើលតែហ៊ាននៅក្នុងជ័យដែរណាគាត់ខ្លាហានខ្លាំងគាត់ឈឺចាប់ណាគាត់ចង់ច្បាំងដើម្បីការពារបូរណភាពទឹកដីអញ្ចឹងគាត់និយាយប្រាប់ថាបើសិនយើងជាមេតបកម្ពុជាដូចជាហ៊ុនសែនហ៊ុនម៉ាណែតណាបើគ្មានសេចក្តីក្លាហាននៅក្នុងការបញ្ជាតបច្បាំងបើខ្លាចងាប់បើខ្លាចសង្គ្រាមកុំធ្វើមេតបចោះចេញទៅព្រោះមេតបគឺអត់ខ្លាចសង្គ្រាមទេអត់ខ្លាចច្បាំងទេអត់ខ្លាចងាប់ទេគឺច្បាំងដើម្បីការពារបូរណភាពទឹកដីអានឹងតបខ្មែររបស់យើងគាត់និយាយអញ្ចឹងមកខ្ញុំពេលខ្ញុំទៅភ្នំប្រាសាទព្រះវិហារណាមេតបខ្មែរនៅប្រាសាទព្រះវិហារចង្អុលប្រាប់ខ្ញុំថាអូនមើលនោះភ្នំនឹងគឺជាភ្នំទ្របជាភ្នំរបស់ខ្មែរដែលយើងឈរជើងនៅហ្នឹងខ្ញុំឈរជើងនៅកន្លែងហ្នឹងដើម្បីការពារប៉ុន្តែបន្ទាប់ពីលោកហ៊ុនសែនបានបញ្ជាឲ្យដកទ័ពថយយើងបាត់វេលន្ទ្រីយើងបាត់ភ្នំទ្របតែមួយយប់គាត់ថៃវាសាងសង់ផ្លូវឡើងចាក់កស៊ូឡើងទៅ
ឈោជើងនៅលើតំបន់ភ្នំទ្របនឹងយកភ្នំទ្របរហូតដល់សប្តាហ៍ថ្ងៃហើយលោកហ៊ុនសែនក្អេងក្អាងថាគាត់ច្បាំងឈ្នះតាមពិតពេលដែលលោកហ៊ុនសែនច្បាំងឆ្នាំ2008 2011យើងបាត់ Velentry យើងបាត់ភ្នំទ្របហើយប្រាសាទមួយចំនួនត្រូវបានថៃមកឈួយជើងហើយចែកគ្នាឆ្លោះរហូតដល់ថ្ងៃនេះដោយសារស្អីដោយសារតែលោកហ៊ុនសែននឹងប្រើផែនទីMOU យកយល់គ្នានឹងឲ្យបានបាត់បង់ទឹកដីរហូតដល់ថ្ងៃនេះមិនព្រមយកបង្គោលដែលបារាំងបានបោះ73បង្គោលទៅវាស់ទៅកំណត់ព្រំដែនមិនយកផែនទីឧបសម្ព័ន្ធឆ្នាំ1907និង1900ទៅបោះយកអាផែនទីដែលថៃគេគូសដោយឯកតោភាគីនេះយកទៅបោះរហូតដល់មានបញ្ហាដល់ថ្ងៃនេះថៃគេគូសផែនទីខ្លាំងខ្លាហើយគេបង្រៀនសិស្សនិស្សិតរបស់គេឲ្យដឹងថាអាផែនទីនេះជាផែនទីរបស់គេហើយគេដល់ពេលគេយកផែនទីឯកតោភាគីគេគូសទៅប្រាសាទរបស់ខ្មែរនៅក្នុងទឹកដីគេទាំងអស់ហើយយើងអត់បានយកអាផែនទីជាក់ស្ដែងមកបង្រៀនកូនចៅខ្មែរយើងលាក់បាំងហើយយើងយកអាផែនទីរបស់គេគូនឹងយកទៅនំសុំកលុំគ្នាគូរហូតដល់បាត់ទឹកបាត់ដីបាត់កោត្រៃមានចំនួនរហូតដល់ខ្មែរយើងស្លាប់រហូតដល់ថ្ងៃនេះគឺអញ្ចឹងខ្ញុំអង្វរទាមទារឲ្យដាក់ពាក្យប្តឹងហើយយកផែនទីពិតប្រាកដនឹងយកមកដើម្បីបញ្ចប់ដោះស្រាយបញ្ហាកុំឲ្យអាមរតកដែលយល់យកគ្នានឹងមរតកដែលបង្កសង្គ្រាមជាឈ្មោះសង្គ្រាមនឹងបន្តរហូតដល់ខ្មែរយើងជំនាន់ក្រោយទៀតបញ្ចប់ត្រឹមនេះបានហើយឲ្យអស់លោកកុំយកកុំធ្វើជាឈ្មោះសង្គ្រាមចង់បានប្រជាប្រិយភាពបង្កសង្គ្រាមចង់បានប្រជាប្រិយភាពបង្កសង្គ្រាមហើយខ្មែរយើងនៅតែឆ្លោះគ្នាខ្មែរយើងនៅតែស្លាប់ខ្មែរយើងនៅតែបាត់បង់ទឹកដីសូមបញ្ចប់ត្រឹមនេះដាក់ពាក្យប្តឹងកុំឲ្យមានការចរចាណាមួយ MOU GBC ជាមួយគេអត់គោរពយើងទេយើងកំពុងតែចរចាកំពុងតែរៀបចំចរចាគេមកពត់លបងលួសយកដីខ្មែរគេប្រមាថមើងងាងប៉ុណ្ណឹងហើយយើងនៅចរចាជាមួយគេដល់ណាទៀតអញ្ចឹងខ្ញុំមិនមានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំដល់ពេលមកខ្ញុំធ្វើការខ្ញុំសូមជម្រាបលាបងប្អូនជួយ share វីដេអូនេះឲ្យបងប្អូនយើងបានស្ដាប់ផងបាទអរគុណនិងជម្រាបលាជួបគ្នាថ្ងៃក្រោយ